បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះចេញចក្រានស្នាតលក្ខណៈគ្រួសារមួយឈុតទៀតហើយបាទបងប្រុសគាត់យកទៅដាំទឹកថ្ងៃមុនគាត់យកទៅមួយគ្រឿងហើយខ្នាតធំសម្រាប់ដាក់ស៊ុបថ្ងៃនេះគាត់កំងខ្នាតទូចមួយឈុតទៀតហើយថែមដង្ហែខ្នាតទូចមួយដង្ហែខ្នាតធំមួយបាទពេញទៅខាងខេត្តព្រះវិហារបងប្រុសយកទៅដាំទឹកហើយយកទាំងខ្នាតតូចមួយទៀតគឺ2ឈុតហើយបាទខ្នាតតូចមួយខ្នាតដាក់ឆ្នាំងស៊ុបមួយគ្រឿងបាទអរគុណច្រើនបងប្រុសដែលគាំទ្រស្នាដៃកូនខ្មែរផលិតចេញពីកូនខ្មែរពិតបាទអរគុណច្រើនពុកម៉ែបងប្អូនបើមានតម្រូវការចង់បានប្រើចក្រានប្រេងអាចតាក់ទងមកខាងយើងបានមានខ្នាតតូចខ្នាតធំរហូតដល់ដាក់ក្នុងដក៏មានដែរបាទលក្ខណៈចក្រានប្រេងគឺប្រើចំណេញថវិកាច្រើនបាទចំណេញពេលវេលាមិនហានិភ័យទេបាទអរគុណច្រើនពុកម៉ែបងប្អូនមានតម្រូវការតាក់ទងមកបានជំរាបលា